ញសោះ អូខ្ញុំឃើញទូរស័ព្ទមួយនៅលើកៅអីក្នុងបន្ទប់រៀន អូ អ្នកគ្រូមកពីណា អូខ្ញុំមកពីការិយាល័យ អញ្ចឹងអ្នកគ្រូមានឃើញសៀវភៅពណ៌ក្រហមមួយអត់ សៀវភៅពណ៌ក្រហមអូខ្ញុំឃើញសៀវភៅពណ៌ក្រហមនៅលើតុ ហ្នឹងហើយសៀវភៅហ្នឹងជាសៀវភៅរបស់ខ្ញុំ សៀវភៅលោកគ្រូ បាទ អត់អីទេលោកគ្រូអរគុណច្រើន បាទ ខ្ញុំទៅយកទូរស័ព្ទខ្ញុំសិន អូខេហ្នឹងហើយ ទូរស័ព្ទ បាទនេះអ្នកគ្រូទូរស័ព្ទ អរគុណច្រើនលោកគ្រូ បាទ លោកគ្រូកំពុងតែធ្វើអីគេ អូខ្ញុំកំពុងតែអានសៀវភៅ អូ បាទ សៀវភៅហ្នឹងនិយាយអំពីអីលោកគ្រូ អូសៀវភៅនេះនិយាយអំពីប្រទេសកម្ពុជា បាទសៀវភៅនេះល្អមែនតើពីព្រោះវាជួយយើងឲ្យដឹងអំពីជនជាតិខ្មែរបាទហើយនឹងវប្បធម៌ បាទគួរឲ្យចាប់អារម្មណ៍ ហ្នឹងហើយ ចង់ទិញមួយដែរនេះថ្លៃមែន អូប្រហែល$12 អូ$12 បាទខ្ញុំចាំអត់សូវច្បាស់ដែរ បងប្រុសខ្ញុំជាអ្នកទិញឲ្យខ្ញុំទេ អូ បាទគាត់ដឹងថាខ្ញុំជាគ្រូបង្រៀនភាសាខ្មែរហ្នឹងហើយ លយម៉ែមានបងប្រុសគិតគូរទៀត ហ្នឹងហើយ ចានិយាយអញ្ចឹងបងប្រុសលោកគ្រូអាយុប៉ុន្មានហើយគាត់ធ្វើការអីដែរ អូគាត់អាយុ36ឆ្នាំ គាត់ក៏ខ្ពស់ជាងខ្ញុំដែរ ហ្នឹងហើយគាត់ជាអ្នកបកប្រែ អ្នកបកប្រែ បាទ មែនទេ ហ្នឹងហើយ និយាយអញ្ចឹងគាត់មានសង្សារនៅ អូនៅទេគាត់រវល់ជាមួយការងារច្រើនបាទអញ្ចឹងគាត់មិនតាន់គិតគូររឿងសង្សារទេ ស្ដាយណាស់អញ្ចឹងអូខ្ញុំដល់ម៉ោងបង្រៀនហើយអញ្ចឹងលីហើយលោកគ្រូ បាទលីហើយហ្នឹងហើយបាទ